ngày đấy hiếm cho mình dây pi đường ôn mình nè đi có chân mà dây tham nửa xây tụi bay sạch để nàng đòi ta bởi mình ở pro năng crop quan tế nửa pro từ tại rô khẳng cào bởi ai crop quan kia mình chinh tại rô xây đặt tay tì ôi lừa hơi ơi sọc ai đã xâm đây mà mặt đi chỉ cùng rú crop là bọc pro mài đỏ tay tiệt chà chúng cho dây tham nửa pro đôi ôn á chỉ một nửa pro bạn na hạt ai bàn mình chơi crop quan bộ pôn ai pro mình crop quan ôn tại rô xây đặt tay nắng ôn mình nửa pro bạn na ôn từng ót ôn chỉ một nửa pro đai chơi mình chơi crop quanนะចឹងចង់ប្រាប់ថាចង់100ស្អីក៏បងអូនក៏មិនចេះគ្រប់គ្រាន់ដែរមិនចាំបងអូនឲ្យស្អាតប៉ុណ្ណាឲ្យបងអូនមិនគ្រប់គ្រាន់អូនទៅរកស្រីដតីសួរថាបងអូនមនុស្សអស់ចាមែនដែលគេត្រូវឲ្យបងអូនគ្រប់គ្រាន់រាល់ថ្ងៃហ្នឹងបងអូនទៅត្រឡប់មើលវិញថាបងអូននេះជាមនុស្សប្រុសបែបណាជាមនុស្សប្រុសល្អអត់អូនឲ្យជីវិតគាត់គ្រប់គ្រាន់ឬអត់ហេតុអីបងអូនចង់ឲ្យទៅគាត់ឲ្យបងអូនគ្រប់គ្រាន់បងអូនមនុស្សប្រុសបែបណាប្តីល្អអត់ប្តីល្អគេចេះគ្រប់គ្រាន់អាប្តីមិនល្អអត់ចេះគ្រប់គ្រាន់ទេប្រហែលក៏វាមិនគ្រប់គ្រាន់ដែរបញ្ហានឹងធំណាស់នៅស្រុកខ្មែរដោយសារមនុស្សប្រុសដោយប្អូនមិនចេះគ្រប់គ្រាន់ណាដល់មិនចេះគ្រប់គ្រាន់ហើយអត់មានភាពថាស្មោះត្រង់ណាអញ្ចឹងអត់មានភាពស្មោះត្រង់ហើយជីវិតរបស់ប្អូនណាដូចអីគេដែលតែសាច់ចឹងទៅពីមួយទៅមួយដូចមេអំបៅចឹងដើរហើក្រេបតែទឹកខ្មុំហើក្រេបឲ្យចោលអ្នកខ្លះរហូតដល់មានប្រពន្ធបានកូន1កូន2ប្រពន្ធនឹងពិបាកអស់សម្រស់ហើយជួបបញ្ហានឹងជីវភាពផងគាត់គ្មានអារម្មណ៍ណាដល់ឲ្យប្អូនគ្រប់គ្រាន់ទេអញ្ចឹងមើលប្រុសហ្នឹងក៏ឈប់ស្រឡាញ់ប្រពន្ធហ្នឹងទៅរកស្រីដតីទៀតណាសួរថាមនុស្សប្រុសបែបប្អូនហ្នឹងគ្មានភាពទទួលខុសត្រូវបានប្រពន្ធមួយហើយកូន2ប្រពន្ធឲ្យមិនគ្រប់គ្រាន់ទៅរកប្រពន្ធមួយទៀតសួរថាមានស្រីណាដែលប្អូនគ្រប់គ្រាន់គ្មានស្រីណាឲ្យប្អូនគ្រប់គ្រាន់ទេព្រោះប្អូនជាមនុស្សមិនគ្រប់គ្រាន់ប្អូនត្រឡប់មើលចំវិតមនុស្សដែលមិនចេះគ្រប់គ្រាន់ណាសួរថាជោគជ័យអត់ជោគជ័យទេប្រាជ័យនឹងស្នេហានឹងគូណាប្រាជ័យនឹងរ៉ូស៊ីបានទីទុចរវល់ទៅរកផ្ទះទី2ស្រីក្រៅលុយនឹងបែងចែកសួរថាគ្រប់គ្រាន់អត់ជាគ្រប់គ្រាន់អញ្ចឹងសល់លុយអត់សល់លុយទេអញ្ចឹងមនុស្សបែបហ្នឹងអត់ជោគជ័យទេអត់ជោគជ័យក្នុងជីវិតទេអត់ជោគជ័យនឹងការរស់ស៊ីអត់ជោគជ័យនឹងគូដៃគូជីវិតទេព្រោះគាត់ជាមនុស្សមិនគ្រប់គ្រាន់មិនចេះគ្រប់គ្រាន់គេហៅថាមនុស្សល្មោកណាจึងហើយជាគំរូអាក្រក់ដល់ស្រីដតីប្អូនចង់និយាយថាមនុស្សស្រីឲ្យប្អូនមិនគ្រប់គ្រាន់ហ្នឹងប្អូនជាមនុស្សប្រុសឲ្យគាត់គ្រប់គ្រាន់ឬនៅប្អូនឲ្យសេចក្តីសុខគាត់បានអត់ឲ្យអ្វីភាពកក់ក្ដៅឲ្យគាត់បានអត់ណាជាប្រុសដែលល្អបានអត់ជាប្តីល្អអត់បើអូនមិនទាន់ជាប្តីល្អទេអូនកុំថាគាត់ជាមនុស្សស្រីឲ្យប្អូនមិនគ្រប់គ្រាន់ជាមនុស្សអាក្រក់មិនមែនទេអាចជាមនុស្សប្រុសអាក្រក់ដែលគេមិនឲ្យប្អូនគ្រប់គ្រាន់ហ្នឹងប្អូនជាមនុស្សអាក្រក់មនុស្សចោលមិនសិតក៏គេមិនឲ្យប្អូនដែរចំពោះខ្ញុំមកបានប្តីចោលមិនសិតក៏ខ្ញុំមិនឲ្យដែរអាប្រុសចោលមិនសិតអាណាឲ្យហែងគ្រប់គ្រាន់នោះមិនឲ្យទេហើយទៅងាប់ណាងាប់ទៅចង់ប្រាប់អញ្ចឹងមុននឹងថាគេឲ្យប្អូនមិនគ្រប់គ្រាន់មុនថាគេស្អីមិនល្អហ្នឹងប្អូនប្រុសល្អអត់ប្អូនចង់ឲ្យគេគ្រប់គ្រាន់ឲ្យប្អូនគ្រប់គ្រាន់ប្អូនឲ្យគេគ្រប់គ្រាន់នៅបើមិនទាន់គ្មានសមត្ថភាពទេកុំចង់ឲ្យគេឲ្យប្អូនគ្រប់គ្រាន់អសោះព្រោះប្អូនមិនឲ្យគេគ្រប់គ្រាន់ផងហ្នឹងហើយប្អូនជាមនុស្សមិនគ្រប់គ្រាន់មិនចេះគ្រប់គ្រាន់នេះចង់ប្រាប់គំរូអាក្រក់ដល់ប្រុសដតីអូនទៅមើលប្រុសដតីទៅប្រុសខ្មែរច្រើនណាស់ដែលគេជោគជ័យនឹងស្នេហាដោយសារគេចេះគ្រប់គ្រាន់គេអត់ល្មោកដោយប្អូនកូនប្អូនជាមនុស្សម្នាក់តែថាមិនចេះគ្រប់គ្រាន់100ស្រីក៏មិនចេះគ្រប់គ្រាន់ដែរអាមនុស្សប្រុសបែបនេះនោះចង់ប្រាប់អញ្ចឹងហើយត្រឡប់មើលគុំគ្រួសារដែលគេចេះគ្រប់គ្រាន់ណាគុំគ្រួសារគេជោគជ័យនឹងអីហ៎នឹងក្រុមគ្រួសារស្នេហានិងមុខរបរគេជោគជ័យនឹងគេមនុស្សប្រុសចេះគ្រប់គ្រាន់តែមិនចេះគ្រប់គ្រាន់ហើយមិនជោគជ័យទេ
ចាដូចខ្ញុំចាស់អញ្ចឹងមនុស្សប្រុសប្អូនណាមិនបាច់ក៏បានដែរមិនចាំបាច់ឲ្យទេអានបៀបគ្រប់គ្រាន់តែចង់បានពីស្រីហើយខ្លួនឯងជាមនុស្សប្រុសមិនចេះគ្រប់គ្រាន់ផងហ្នឹងណាគ្មានសមត្ថភាពឲ្យស្រីផងហ្នឹងប្អូនហើយប្អូនទៅត្រឡប់ដូរចរិតចេញហើយគុំចេញវីដេអូអញ្ចឹងទៀតណាបើស្រីមិនចេះគ្រប់ឲ្យប្អូនមិនចេះគ្រប់គ្រាន់ប្អូនត្រូវមើលមូលហេតុថាហេតុអីបានគាត់មិនឲ្យប្អូនគ្រប់គ្រាន់ណាអូនទៅរកមូលហេតុវិញរកដើមហេតុសួរថាហេតុអីអូនទៅដោះស្រាយកន្លែងហ្នឹងអូនមិនមែនជាអានមនុស្សប្រុសនិយាយម៉ាត់ណាទៅរកស្រីមួយទៀតឲ្យចោលទៅមួយទៀតចោលអាងតែប្អូនអីអត់ចេះផើមអីអត់ចេះទងន់អីមនុស្សប្រុសគ្រប់គ្រាន់តែធ្វើចឹងទេអូនទៅរកដើមហេតុមូលហេតុអីតែប្អូនប្រពន្ធប្អូនស្រីប្អូនឲ្យប្អូនមិនគ្រប់គ្រាន់ត្រឡប់ទៅមើលប្អូនវិញជាមនុស្សបែបណាបានធ្វើអីឲ្យស្រីនឹងខ្លះបានគេមិនឲ្យប្អូនគ្រប់គ្រាន់ណាត្រឡប់ទៅមើលវិញណាកុំយកតែមូលហេតុស្រីមកនិយាយយកមូលហេតុមនុស្សប្រុសដើមហេតុមនុស្សប្រុសតើមនុស្សប្រុសនឹងបែបណាហើយត្រឡប់មើលតែក្រុមគ្រួសារដែលគេជោគជ័យណាមនុស្សប្រុសដែលគេជិះគ្រប់គ្រាន់គឺគេជោគជ័យនឹងគូស្នេហ៍មនុស្សប្រុសអត់ជិះគ្រប់គ្រាន់អត់ជោគជ័យទេអត់ជោគជ័យទេហើយអត់ជោគជ័យទាំងរស់ស៊ីណាតុងមុខការងារមុខរបរអត់ជោគជ័យទេព្រោះគាត់អត់ជិះគ្រប់គ្រាន់អញ្ចឹងបងប្អូនអញ្ចឹងជពើសូមអធិស្ឋានឲ្យសូមទោសបើប៉ះពាល់នឹងដតីទៀតដែរតែខ្ញុំចង់និយាយថាគាត់ម្នាក់ហ្នឹងចាកុំយកតារាប់តាមគាត់ឲ្យសោះជាបុរសម្នាក់ថាមិនចេះគ្រប់គ្រាន់ណាមិនចេះគ្រប់គ្រាន់ចាវាមិនអស់ទេចឹងឲ្យមូលហេតុមនុស្សប្រុសស្រុកខ្មែរយើងអត់ចេះគ្រប់គ្រាន់មានមួយចំនួនចឹងបានជាក្មេងៗកើតមកហ្នឹងខ្វះភាពកក់ក្ដៅណាដោយសារជប់មនុស្សប្រុសជាឪពុកដូចគាត់ចឹងបានប្រពន្ធមួយកូនពីរបំរើផ្លូវភេទគាត់មិនគ្រប់គ្រាន់គាត់ទៅរកស្រីដតីគាត់ចោលកូនពីរតែមានប្រពន្ធថ្មីកូនពីរ3ទៀតនៅស្រុកអឺរ៉ុបគេធ្វើចឹងទេគេត្រូវតែទទួលខុសត្រូវគេត្រូវមានកូនហើយតែទទួលខុសត្រូវតែនៅស្រុកខ្មែរយើងប្រុសមួយចំនួនអត់មានទទួលខុសត្រូវទេដើរបំផើមចោលដោយសារមនុស្សប្រុសដូចប្អូនហ្នឹងអញ្ចឹងបើអាមនុស្សប្រុសអត់ជិះគ្រប់គ្រាន់មនុស្សប្រុសគេជិះគ្រប់គ្រាន់គេអត់ធ្វើចឹងទេណាប្អូនត្រូវមើលណាហើយប្អូនឯណាមើលវីដេអូគាត់កុំយកត្រាប់តាមគាត់មើលនៅក្រុមគ្រួសារដែលចេះគ្រប់គ្រាន់គេជោគជ័យនឹងរស់ស៊ីគឺរស់ស៊ីមានបាននឹងហើយមនុស្សប្រុសចេះគ្រប់គ្រាន់ចាអញ្ចឹងសូមអភ័យទោសដែលបើខ្ញុំសូមនិយាយខុសអីដោយសារខ្ញុំនឹងមានបទពិសោធន៍នឹងក្រុមគ្រួសារកន្លងមកគឺអញ្ចឹងដូចគ្នាអញ្ចឹងតំណាងឲ្យស្រីចាស្រីយោបល់ពីស្រីបើប្អូនចង់បានភាពគ្រប់គ្រាន់ពីប្រពន្ធប្អូនត្រូវឲ្យប្រពន្ធនោះឲ្យគ្រប់គ្រាន់ដូចគ្នាឲ្យផ្ដល់ភាពកក់ក្ដៅឲ្យគាត់ជាមនុស្សប្រុសម្នាក់ដែលថាគាត់រស់នៅហើយចង់នៅជាមួយជាមនុស្សប្រុសម្នាក់ដែលថាឲ្យគាត់នៅជាមួយប្អូនហើយមានភាពថាកក់ក្ដៅអញ្ចឹងភាពទាំងអស់ហ្នឹងបានគាត់អាចឲ្យប្អូនហ្នឹងគ្រប់គ្រាន់ដែលប្អូនរស់នៅជាមួយគាត់មិនអាចឲ្យសេចក្តីសុខគាត់មិនអាចមានភាពកក់ក្ដៅឲ្យគាត់ណាមិនអាចឲ្យអ្វីដែលគាត់ចង់បានផងហើយអូនចង់បានពីគាត់វិញនោះវាមិនអាចទៅរួចទេណាប្អូនអតីតទៀតស្ដាប់ណាកុំធ្វើតារាប់តាមគាត់អសោះជាគំរូអាក្រក់ហើយជាមិនមែនជាមនុស្សប្រុសល្អក្នុងសង្គមទេចរិតអញ្ចឹងមិនមែនប្រុសល្អក្នុងសង្គមទេណាសង្គមខ្មែរយើង80%ជោគជ័យ20%ដោយសារមានកំណត់ដូចគាត់អញ្ចឹងបរាជ័យជាមនុស្សប្រុសបរាជ័យមនុស្សប្រុសមិនចេះគ្រប់គ្រាន់កុំយកត្រាប់តាមអសោះសូមអរគុណ